សូមទោសអ្នកទាំងពីរជាគូស្វាមីភរិយាថ្មីមែនទេយើងកំពុងមានកម្មវិធីថតរូបអាពាហ៍ពិពាហ៍ថតជូនដោយឥតគិតថ្លៃអញ្ចឹងសូមមកឈរត្រង់នេះសូមមកនេះខ្ញុំកាន់អាវឲ្យណាសូមឈរជិតគ្នាបន្តិចញៀមឲ្យខ្ញុំនឹងថតហើយ1 2 3គេថាបើធ្វើអាពាហ៍ពិពាហ៍តាមកិច្ចសន្យា1ឆ្នាំជាមួយគាត់គេនឹងឲ្យ50លានវ៉ុនភ្លាមតែត្រូវចុះបញ្ជីអាពាហ៍ពិពាហ៍ភ្លាមយល់ហើយមែនទេបាទលុយនេះអាចជួយឲ្យយាយបង់ថ្លៃវះកាត់បានបើចង់សង្គ្រោះយាយមានតែវិធីនេះប៉ុណ្ណោះនេះជាលុយ100លានវ៉ុនតាមដែលសន្យា100លានវ៉ុននេះយល់ហើយអញ្ចឹងបូកឲ្យខ្ញុំ5ដងទៀតទៅចាំសិនចាត់ទុកថាអ្នកមានសំណាងហើយទទួលវាទៅ1ឆ្នាំក្រោយខ្ញុំនឹងតាក់ទងមកវិញរឿងលែងលះជួបគ្នាពេលនោះអាឡូខ្ញុំនឹងដល់ម៉ោងតាមកិច្ចសន្យាហើយយើងត្រូវលេងលះហើយជួបគ្នានៅសាលាខណ្ឌក្នុង10នាទីបាទខ្ញុំនឹងទៅភ្លាមចម្លែកមែនច្បាស់ណាស់ថាខ្ញុំដាក់វានៅទីនេះវាយាយយកទៅកន្លែងផ្សេងប៉ះពាល់ណាស់ដែលមុខគាត់ខ្ញុំសំបីតែមិនចាំថាគាត់មើលទៅយ៉ាងម៉េចផងតែយ៉ាងណាក៏ទៅលេងដែរនេះជាឈុតសម្រាប់លោកថៃយុនបោះបង់វាទៅថ្ងៃនេះខ្ញុំត្រូវទៅធ្វើរឿងសំខាន់តើលោកទៅណាត់ជួបមែនទេអ្វីទាំងនេះជាអ្វីជាអំណោយសម្រាប់លោកស្រីអូអំណោយលេងទេអត់ទេខ្ញុំគិតថាវាជាថ្ងៃខួបអាពាហ៍ពិពាហ៍ទៅវិញបានហើយរៀបចំរួចហើយអញ្ចឹងឲ្យនាងទៅចុះបាទខ្ញុំយល់ហើយលោកប្រធានក្រុមហ៊ុនបានបញ្ឈប់ការងារហើយនឹងត្រឡប់មកថ្ងៃនេះថាអីអូសូមប្រគល់អំណោយនេះទៅលោកស្រីផងណាសួស្តីលោកស្រីនេះទាំងអស់ជាអ្វីទៅលោកប្រធានមានការងារបន្ទាន់កើតឡើងដូច្នេះគាត់ទៅមុនហើយនេះគឺជារបស់ដែលលោកប្រធានឲ្យលោកស្រីទាំងអស់នេះឲ្យខ្ញុំទាំងអស់មែនបាទមែនហើយនិយាយថាលេងលេះថ្ងៃនេះតែបែរជាឲ្យរបស់បែបនេះមនុស្សនេះចម្លែកមែនទែនអាឡូតើអ្នកជាបាក់ហាអ៊ុនមែនទេយើងមកពីក្រុមជ្រើសរើសរបស់ក្រុមហ៊ុន Hanso ឯកសារដាក់ពាក្យផ្នែកលេខាធិការអ្នកបានជាប់វគ្គដំបូងហើយតាក់ទងមករឿងសម្ភាសថ្ងៃស្អែកម៉ោង 3 រសៀលតើអ្នកទំនេរទេបាទបានច្បាស់ណាស់អរគុណច្រើនអូចាំសិនសូមចាំសិនអរគុណណាមែនទែនគ្មានសុជីវធម៌សោះសូមផ្លាស់ទីទៅហេគ្មានការយកស្ថានភាពទេចុះចេញទៅដោយខ្លួនឯងទៅលោកតាអូយអ្នកកំពុងធ្វើអ្វីហ្នឹងបើតាមលំដាប់ការឡើងចុះមិនមែនអ្នកគួរចុះមុនទេអ្នកជានរណាមកបញ្ជាឲ្យខ្ញុំចុះដឹងទេថាខ្ញុំជានរណាខ្ញុំមិនដឹងទេតែសូមទោសលោកតាមុនទៅចិត្តធំណាស់មែន
ហ៊ាននិយាយបែបនេះជាមួយប្រធានក្រុមមិនមែនជាបេក្ខជនមកសម្ភាសថ្ងៃនេះទេបើធ្វើបែបនេះគិតថាជាប់ទេធ្វើឲ្យខ្ញុំខឹងតាំងពីដំបូងហើយលោកតាមិនអីទេអរគុណណាស់កូនស្រីតែឈ្មោះកូនស្រីជាអ្វីខ្ញុំឈ្មោះបាក់ហាអ៊ុនកូនធ្វើការនៅទីនេះឬអត់ទេខ្ញុំមកសម្ភាសការងារពេលមើលកូនហើយខ្ញុំមានអារម្មណ៍ល្អណាស់ប្រកាសជាជោគជ័យហើយអរគុណលោកតាលើកក្រោយចូលមកម្នាក់ឯងបានហើយលោកប្រធានកាលពីម្សិលមិញនៅអាកាសយានដ្ឋានគេថារេជុងជាអ្នកចាប់ដើមមុនអីអានេះលោកតាអត់ទេលោកតាមិនសុខស្រួលទេមែនតែហេតុអ្វីមកដោយមិនប្រាប់បើកើតអ្វីឡើងវិញធ្វើម៉េចមកអង្គុយសិនហេឥឡូវនេះជាពេលដែលត្រូវបារម្ភពីខ្ញុំឬវាគ្រប់1 ឆ្នាំហើយ1 ឆ្នាំហើយកូនប្រសាររបស់ខ្ញុំវិញតាមពិតអ្នកមិនទាន់រៀបការទេមែនអ្នកកំពុងបោកខ្ញុំមែនទេអត់ទេតើមានអ្នកណាធ្វើអាពាហ៍ពិពាហ៍คล้ายៗដែរលោកតាឆាប់នេះខ្ញុំនឹងនាំនាងមកជម្រាបសួរឲ្យខ្ញុំតែ1 ខែត្រឹម1 ខែប៉ុណ្ណោះមើលទៅការលែងលះត្រូវពន្យាពេលសិនហើយហេតែថ្ងៃនេះក្នុងចំណោមអ្នកមកសម្ភាសនឹងមានក្មេងស្រីម្នាក់ឈ្មោះបាក់ហាអ៊ុនត្រូវឲ្យជាប់ឲ្យបានមិនថាយ៉ាងណាអូរឿងការងារនិងរឿងផ្ទាល់ខ្លួនត្រូវបែងចែកឲ្យច្បាស់សិនលោកតាមិនជឿភ្នែកខ្ញុំទៅត្រូវជ្រើសនាងឲ្យបានបន្ទាប់សួស្ដីខ្ញុំបាក់ហាអ៊ុនបេក្ខជនដាក់ពាក្យផ្នែកលេខាធិការហេបាក់ហាអ៊ុនអូយ៉ាសោកស្ដាយណាស់អ្នកមិនជាប់ទេអីប្រវត្តិរូបខ្ញុំលោកមិនទាន់បានមើលឲ្យច្បាស់ផងមើលតែបន្តិចក៏ដឹងលទ្ធផលហើយយកវាទៅវិញសមត្ថភាពទាបពេកកុំមកទីនេះទៀតហេលោកធ្វើបែបនេះព្រោះរឿងមុនមែនទេបើមែនហើយអ្នកនឹងធ្វើអ្វីហេតែអ្នកជាអ្នកចាប់ផ្ដើមធ្វើមិនល្អចំពោះលោកតាមុនសិនទាំងដែលអ្នកជាអ្នកប្រព្រឹត្តលើហេតុផលមុនតែបែរជាធ្វើបែបនេះនិយាយត្រង់វាមើលទៅអន់ណាស់បើមនុស្សដូចអ្នកធ្វើជាអ្នកសម្ភាសនៅក្រុមហ៊ុននេះខ្ញុំក៏មិនចង់ធ្វើការដែរអ្នកណាជាបាក់ហាអ៊ុនខ្ញុំនឹងបាក់ហាកញ្ញាអ្នកមកសម្ភាសផ្នែកការិយាល័យលេខាធិការមែនទេបាទតែមានអីមែនខ្ញុំត្រូវបានបដិសេធហើយខ្ញុំនឹងប្រាប់ផ្នែកធនធានមនុស្សឲ្យរៀបចំការចូលធ្វើការភ្លាមទៅចុះនាងដូចជាអ្នកណាដែរហើយអ្វីបានជាលោកប្រធានចាប់អារម្មណ៍នាងលេខាថ្មីដែលទើបមកមែនមើលទៅគួរឲ្យស្រឡាញ់ដែរលោកកំពុងធ្វើអីហ្នឹងចាប់ខ្ញុំធ្វើអីអ្នកឈួតឬហ៊ានវាខ្ញុំហេអ្នកជាអ្នកចាប់រាងកាយខ្ញុំមុនសិនហេនិយាយឲ្យត្រឹមត្រូវទៅអ្នកចូលមកទីនេះដោយលួងលោមលោកប្រធានហើយនៅហ៊ានធ្វើបែបនេះទៀតរាងកាយអីបានជារក្សាខ្លាំងម្ល៉េះជាលេខាបើគេបញ្ជាត្រូវធ្វើតាមទៅហេកំពុងធ្វើអ្វីហ្នឹងមនុស្សនេះបានបៀតបៀនផ្លូវភេទខ្ញុំគាត់ចាប់រាងកាយខ្ញុំលោកប្រធាននាងកំពុងនិយាយបំភ្លើអត់ទេនាងដឹងថាខ្ញុំជាប្រធានផ្នែកហើយជាអ្នកមកលួងលោមខ្ញុំមុនតែហេតុអ្វីមនុស្សគ្មានគ្រឹះបែបនេះមានអ្នកណាជ្រើសឲ្យចូលមកខ្ញុំជាអ្នកជ្រើសនាងអូលោកប្រធានសុំទោសខ្ញុំនិយាយខុសបន្តិចតែពេលនេះពិតជានាងមានបំណងលួងលោមខ្ញុំមែនពិតមែនលោកប្រធានទាំងអស់នេះជាការកុហកលោកប្រធានខ្ញុំធ្វើការនៅក្រុមហ៊ុននេះជាង20ឆ្នាំហើយតែសម្រាប់ស្រីម្នាក់ដែលមិនដឹងមកពីណាលោកមិនគួរជឿតែពាក្យនាងទេលោកប្រធានខ្ញុំមើលទៅមិនអាចមើលរំលងបានទេសូមអ្នកដាក់លិខិតលាលែងចុះ
ហេអេត្រជាថ្លង់ឬលោកប្រធានប្រាប់ឲ្យចេញទៅហើយខ្ញុំជាជនរងគ្រោះតែបែរជាបណ្ដេញខ្ញុំចេញមិនមែនអ្នកទេគឺមនុស្សនេះគ្មានការយល់ស្ថានភាពហើយក៏គ្មានសមត្ថភាពចេញទៅបានហើយលោកប្រធានសូមអត់ទោសខ្ញុំផងនៅផ្ទះខ្ញុំមានម្ដាយអាយុលើស80ឆ្នាំហើយកូនទី2ក៏ជិតកើតហើយបើខ្ញុំត្រូវបណ្ដេញចេញគ្រួសារខ្ញុំនឹងអត់បាយស្លាប់សូមមេត្តាផងលោកប្រធានប្រធានក្រុមបូអានាំគេចេញទៅលោកប្រធានអរគុណលោកប្រធានមើលយ៉ាងណាក៏ដូចជាមានអ្វីមិនស្រួលប្រធានចាងបាទរូបថតដែលថតមុខសាលាខណ្ឌកាលពី1ឆ្នាំមុនទៅរកវាមកឲ្យខ្ញុំបាទខ្ញុំយល់ហើយឈ្មោះស្ត្រីដែលរៀបការជាមួយខ្ញុំឈ្មោះអ្វីទៅបហយន្តមែនទេបាទប្រកាសហើយមិនត្រឹមត្រូវទេបាទកញ្ញាបហអូនជួយរៀបចំឯកសារនេះផងប្រធានចាងនេះជាអ្វីបើដួលក៏ដួលម្នាក់ឯងទៅមនុស្សគ្មានសុជីវធម៌ដូច្នេះតាមពិតខ្ញុំនៅមិនទាន់រកឃើញទេច្បាស់ណាស់ថាខ្ញុំបានឃើញវាដាក់នៅទីនេះហេលោកប្រធានចាងតើលោកកំពុងរកអ្វីមែនទេរូបថតដែលលោកប្រធានថតជាមួយភរិយារបស់គាត់ខ្ញុំជួយរកឲ្យបានទេកញ្ញាបហអូនក្នុងឯកសារដែលទើបនេះមានកិច្ចសន្យាមួយមែនទេលោកប្រធានយកទៅឲ្យគាត់ចុះហត្ថលេខាហើយផ្ញើទៅផ្នែកច្បាប់បាទខ្ញុំយល់ហើយហេនាងធ្វើបានយ៉ាងម៉េចទៅខ្ញុំចិត្តឈួតហើយលោកប្រធានខ្ញុំបានធ្វើខុសធ្ងន់ណាស់សូមអត់ទោសខ្ញុំម្ដងនេះផងហេកញ្ញាហាណាជួយខ្ញុំផងបើខ្ញុំត្រូវបណ្ដេញចេញពីទីនេះគឺចប់ហើយខ្ញុំនឹងជួយអ្នកតែជំនួសវិញអ្នកត្រូវជួយខ្ញុំមួយរឿងអ្វីបណ្ដេញបហអូនចេញពីក្រុមហ៊ុនទៅកុំឲ្យនាងលេចមុខនៅចំពោះមុខខ្ញុំទៀតបើមិនមែនព្រោះនាងទេខ្ញុំក៏មិនធ្លាក់ដល់សភាពនេះដែរហេកុំបារម្ភកញ្ញាហាណាខ្ញុំនឹងធ្វើឲ្យនាងខ្ទេចខ្ទីចាំមើលទៅខ្ញុំនឹងដកអ្វីដែលរារាំងចេញទាំងអស់កន្លែងនៅក្បែរអ្នកគឺជារបស់ខ្ញុំហាអ្នកណាអនុញ្ញាតឲ្យចូលមកដោយសេរីនេះនៅទីនេះខ្ញុំគិតថាបាត់ក្រវិលរកឃើញហើយខ្ញុំបានប្រាប់ហើយថាកុំចូលមកដោយគ្មានការអនុញ្ញាតសុំទោសខ្ញុំនឹងចេញទៅភ្លាមលោកប្រធានគ្រាន់តែអនុគ្រោះឲ្យបន្តិចបែរជារីករាយធំមែនខ្ញុំកំពុងយកឯកសារទៅឲ្យលោកប្រធានអនុម័តសូមផ្លូវផងឥឡូវអ្នកកំពុងធ្វើអីហ្នឹងហេអ្នកធ្វើអ្វីលើកិច្ចសន្យានេះមើលលក្ខខណ្ឌបន្ថែមនេះសិនថ្លៃពីនៃកិច្ចសន្យានិងកិច្ចសន្យាផ្ដាច់មុខត្រូវបានបន្ថែមហើយមិនអាចបញ្ចប់មុនកំណត់បានទៀតតើអ្នកទទួលលុយពីក្រុមហ៊ុនគូប្រជែងមែនទេមានន័យអ្វីមិនមែនខ្ញុំទេខ្ញុំមិនទាន់បើកឯកសារនោះមើលផងភស្តុតាងក៏នៅទីនេះតែអ្នកនៅតែបដិសេធដល់ចុងក្រោយហេមិនបានហើយមើលយ៉ាងណាក៏ជារឿងត្រូវស៊ើបអង្កេតអ្នកតាមខ្ញុំមកភ្លាមមិនមែនខ្ញុំទេនិយាយឲ្យតាមទៅតែពិតជាមិនមែនខ្ញុំមានរឿងអ្វីកើតឡើងលោកប្រធានមើលនេះមានលក្ខខណ្ឌបន្ថែមលើកិច្ចសន្យាដើមវាជាកិច្ចសន្យាคล้ายស្ត្រីនេះខ្ញុំគិតថាចូលមកតាំងពីដំបូងដើម្បីបំផ្លាញកិច្ចសន្យានេះយើងចិត្តជួបបញ្ហាធំហើយដឹងទេខ្ញុំអយុត្តិធម៌ណាស់ឯកសារនេះខ្ញុំពិតជាមិនបានប៉ះខាងក្នុងទេនៅក្នុងស្ថានភាពនេះក៏នៅតែធ្វើមុខក្រាស់ទៀតអ្នកមិនស្ថិតក្នុងស្មារតីធម្មតាទេក្រុមហ៊ុននោះឲ្យអ្នកប៉ុន្មានកញ្ញាបហអូនសូមពន្យល់មក
ខ្ញុំគ្រាន់តែធ្វើតាមការបញ្ជាហើយយកឯកសារមកប៉ុណ្ណោះខ្ញុំមិនបានពិនិត្យខ្លឹមសារផងដូច្នេះខ្ញុំធ្វើបានយ៉ាងម៉េចឈប់សម្ដែងទៅហើយតាមមកខ្ញុំនឹងបញ្ជូនអ្នកទៅក្រុមសុវណ្ណកម្មភ្លាមលែងដៃខ្ញុំប្រាប់ឲ្យលែងកញ្ញាបាក់ហាអូនតាមផ្លូវមកនេះអ្នកបានដាក់ឯកសារនៅទីណាខ្លះមានមែនទេពេលកាន់ឯកសារមកខ្ញុំបានឈប់នៅបន្ទប់សម្រាប់បន្តិចបន្ទប់សម្រាប់អញ្ចឹងពិនិត្យកាមេរ៉ាសិក្សាបានហើយធ្វើម៉េចល្អកាមេរ៉ានៅទីនោះខូចយូរហើយលោកប្រធានបន្ទប់សម្រាប់នោះកាមេរ៉ាសិក្សាទើបជួសជុលរួចកាលពីម្សិលមិញទៅរកមើលថាប្រធានផ្នែកហាន់ថេសុកណែណាហើយនាំគេមកទីនេះភ្លាមអានេះអ្នកគិតថាខ្លួនឯងជានរណាហ៊ានធ្វើបែបនេះដាក់ខ្ញុំដឹងទេថាខ្ញុំជានរណាហាន់ថេសុកសកម្មភាពដែលអ្នកបដូរឯកសារជាមួយគ្នាត្រូវបានថតទុកទាំងអស់ហើយហេតុអ្វីបានជាអ្នកធ្វើបែបនេះនោះគឺកុំគិតថានឹងនិយាយកុហកនៅមុខលោកប្រធាននិយាយតាមពិតច្បាស់យល់ទេខ្ញុំខឹងព្រោះមិនចង់ស្លាប់ម្នាក់ឯងដោយអយុត្តិធម៌ខ្ញុំខឹងដែលត្រូវបាត់បង់តំណែងដូច្នេះខ្ញុំចង់ឲ្យស្ត្រីនោះត្រូវបណ្តេញចេញជាមួយខ្ញុំដែរតែខ្ញុំមិនមានបំណងបំផ្លាញក្រុមហ៊ុនទេពិតមែនសូមជឿខ្ញុំការពន្យល់របស់អ្នកទៅនិយាយនៅប៉ុស្តិ៍ប៉ូលីសចុះលោកប្រធានសូមមេត្តាផងកញ្ញាបាក់ហាអូនទោះបីមិនមែនដោយចិត្តណាក៏ដោយការពិនិត្យឯកសារគឺជាការងារមូលដ្ឋានបំផុតរបស់លេខាខ្ញុំពិតជាសំទោសកញ្ញាបាក់ហាអូនធ្វើការត្រឹមថ្ងៃនេះបានហើយចប់ត្រឹមនេះអីចង់ឲ្យខ្ញុំចេញបែបនេះឬខ្ញុំមិនបានធ្វើដោយចិត្តណាទេហើយក៏ចាប់បានជន់ល្មើសហើយខ្ញុំអយុត្តិធម៌ណាស់មើលទៅគ្មានអ្វីត្រូវនិយាយបន្ថែមទៀតទេលោកប្រធានសូមទោសរឿងរូបថតអាពាហ៍ពិពាហ៍ដែលលោកបាននិយាយមុននេះវាហាក់ដូចជាបាត់ហើយជាកំហុសខ្ញុំរូបថតអាពាហ៍ពិពាហ៍សូដូយុនរៀបការហើយឬសុំទោសអត់អីទេគ្មានវិធីផ្សេងទេខ្ញុំរវល់ណាស់រឿងនេះបញ្ចប់ត្រឹមនេះចុះមានកន្លែងត្រូវទៅបន្ទាន់ឆាប់ចេញមកមនីអ្វីដែលលោកប្រធាននិយាយឬខ្ញុំមិនអាចចេញទៅបែបនេះបានទេមិនបានទេសុំទោសកញ្ញាបាក់ហាអូនសូមចេញទៅទទួលទូរស័ព្ទផ្ទាល់ខ្លួនខាងក្រៅគេប្រាប់ឲ្យចេញហើយមែនទេឥឡូវហ៊ានប្រឆាំងម្ដងហើយឬចាំសិនលោកប្រធានជន់ល្មើសក៏ចាប់បានហើយហេតុអ្វីនៅតែបណ្ដេញខ្ញុំទៀតអាឡូសុំទោសណាខ្ញុំមានរឿងបន្ទាន់កើតឡើងទើបមិនអាចចេញទៅបានមានរឿងអ្វីមែនទេអត់ទេលោកហៅមករឿងលេងលេះមែនទេបាទរឿងនោះហើយខ្ញុំចង់ពន្យាពេលលេងលេះមួយរយៈសិនអាចទេនៅមុខលោកតាសូមធ្វើជាភរិយាខ្ញុំបន្តិចបានទេជាការសងគុណខ្ញុំនឹងបងឲ្យល្អមិនឲ្យខ្វះអ្វីឡើយលុយមិនចាំបាច់ទេព្រោះលោកជាអ្នកជួយជីវិតខ្ញុំលោកបានសង្គ្រោះសមាជិកគ្រួសារតែម្នាក់របស់ខ្ញុំត្រូវហើយលុយដែលលោកឲ្យលើកមុនខ្ញុំនឹងសងវិញផងដែរតាំងពីដំបូងខ្ញុំត្រូវការតែ50លានវ៉ុនប៉ុណ្ណោះរឿងនោះទុកចុះក្នុងជីវិតខ្ញុំនេះជាលើកដំបូងហើយតែឃើញមនុស្សចង់សងលុយវិញទៅជួបលោកតាគ្នាទោះបីមើលទៅបែបនេះក៏ដោយខ្ញុំតែងតែត្រូវមនុស្សចាស់ស្រឡាញ់គួរសមដែរអរគុណណាបើអ្នកមានបញ្ហាអ្វីអាចតាក់ទងខ្ញុំគ្រប់ពេលទោះជាអាពាហ៍ពិពាហ៍คล้ายៗក៏ដោយតែប្តីគឺនៅតែជាប្តីបើមានរឿងលំបាកសូមប្រាប់ខ្ញុំអត់អីទេតាមពិតថ្ងៃនេះខ្ញុំត្រូវបណ្ដេញចេញពីក្រុមហ៊ុនដោយអយុត្តិធម៌អត់ទេហេតុអ្វីទៅប្រហែលខ្ញុំមិនអាចគ្រប់គ្រងអារម្មណ៍បានភ្លាមដល់ម៉ោងប្រជុំហើយមិនអីទេមិនមែនមានតែក្រុមហ៊ុននេះមួយទេខ្ញុំក៏មិនមែនប្រភេទមនុស្សតែទៅណាក៏អត់បាយស្លាប់ដែរខ្ញុំអាចរស់បានដោយខ្លួនឯងក្រុមហ៊ុននោះបណ្ដេញបុគ្គលិកដូចអ្នកចេញប្រកាសជាស្ដាយក្រោយមិនខានមែនហើយលោកប្រធាននោះពិតជាមើលមនុស្សមិនចេញសោះខ្ញុំថាមែនណាស់